កាបូនម៉ាញ៉េទិករាងខ្លាបែកខ្ទេចទីសំយោគបុគ្គលិកខ្លាំងៗដែលមានគុណភាពខ្ពស់ទំនើបកៅគុណបានជាប់ពាក់ព័ន្ធនឹងការផ្ទេរអត្ថប្រយោជន៍កំណត់ត្រារបស់ឆាវគុណវាមិនងាយស្រួលនិយាយទេយ៉ាងណាមិញសម្រាប់ដល់ទេវភាពនេះពិតជាបានលេចចេញកម្រិតទី1មិនត្រឹមតែបង្ហាញសពប៉ុណ្ណោះទេអ្នកដែលមានទំនាក់ទំនងក៏អាចមើលឃើញអត្ថប្រយោជន៍ផងដែរកំណត់ត្រាបញ្ជូនមិនអាចទៅរួចទេក្រុមក្មេងទំនើងដែលលក់ទំនិញខ្លាំងៗតើពួកគេបានយកវាទាំងអស់ក្នុងពេលតែមួយទេស្បែកក្តោបបៃតងនិងស្បែកខ្មៅ100ដុំការដេញថ្លៃចាប់ផ្ដើម50លានក្នុងមួយការដេញថ្លៃការកើនឡើងតម្លៃមិនគួរតិចជាង1លានទេឥឡូវនេះការថតរូបចិត្តចាប់ផ្ដើមពី560លាន60លាននិងច្រើនជាងនេះតើអ្នកនឹងដំឡើងថ្លៃម្ដងទៀតទេតើ65លានពិតទេរបស់របរដែលដាក់ដេញថ្លៃដោយ user គួរតែវាត្រូវតែជារបស់ខ្លាំងៗពិតប្រាកដដែលអាចលក់បានយ៉ាងរលូនត្បូងពេជ្រត្រូវបានសាកល្បងនិងអនុម័តនេះពិតជានឹងជាអ្នកដែលត្រូវចូលរួមក្នុងការដេញថ្លៃប្រសិនបើឆាវគុណខុបខិតជាមួយប្រជ្រុយឥឡូវនេះចូលយើងលាតត្រដាងអាថ៌កំបាំងនៃកំណត់ត្បូងនៅនឹងកន្លែងគេឈ្មោះប្រាកដជានឹងរងផលប៉ះពាល់ប៉ុន្តែប្រសិនបើការពិតមិនត្រូវបានលាតត្រដាងទេនោះ100លានសុភាពបរិះនេះមានលុយ100លានហើយថែមទាំងមានច្រើនទៀតតើវាជាការគិតថ្លៃបន្ថែមទេនេះគឺជាទេពធីតាតុលាការខ្សែបូពណ៌ខៀវការងារពិតប្រាកដនិងព្រះច័ន្ទដែលគ្មានផ្ទះផ្លូវខាងត្បូងគឺដូចគ្នាបេះបិទខ្ញុំអាចវាបានចំណាយការខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីបង្ហាញថាគាត់ត្រូវបាននាំមកពីខាងក្រៅនេះមិនមែនជាផលិតផលពិតពីពូស៊ូទេតើវាជាឈ្មោះរបស់យីមែនទេប្រញាប់ឡើងហើយទិញវាទៅ110លានតើមានការឡើងថ្លៃបន្ថែមសម្រាប់10,000ដែរឬទេបើរឿងនេះជាការពិតតើវាអាចជាបញ្ហាជាតិដែរឬទេចុះកម្រិតទ្រព្យសម្បត្តិវិញវាមិនមែនគ្រាន់តែជា100ឬ200លាននោះទេចាំបន្តិចសិនហេតុអ្វីបានជាស្បែកក្តោបត្បូងនេះតើមានបញ្ហាទេគ្មានផ្លូវទេតើ user អាចលក់របស់ខ្លាំងៗបានដោយរបៀបណាទំនិញដែលមានតម្លៃចាប់ពី150លានទៅ100លាន50លានម្ដង150លានបានសានចាំបន្តិចលោកលីនខ្ញុំក្នុងនាម user ខ្ញុំសូមអភ័យទោសដល់អ្នកទាំងអស់គ្នាស្បែកក្តោបជីដានេះខ្លាំងៗវាខ្លាំងៗហើយតាមពិតទៅការប្រមូលផ្ដុំត្បូងថ្មខ្លាំងៗក៏មានទំនិញខ្លាំងៗផងដែរខ្ញុំដឹងថាអ្នកគ្រាន់តែជាអ្នកប្រមូលសម្រាមប៉ុណ្ណោះតើអ្នកដឹងអ្វីខ្លះអំពីទ្រព្យសម្បត្តិជាតិអ្នកកំពុងបញ្ឈប់ការដេញថ្លៃលើនេះមែនទេតើគាត់កំពុងព្យាយាមឆក់យកវាក្នុងតម្លៃទាបជាងនេះមែនទេអ្វីដែលអ្នកលក់និយាយហាក់ដូចជាសមហេតុផលលោកលីនអ្នកកំពុងធ្វើមិនសមហេតុផលហើយវាមិនយុត្តិធម៌ទេខ្ញុំស្ទើរតែគ្រាន់តែថតរូបវាទុកឲ្យខ្លាំងៗវាជាការធ្វេសប្រហែសរបស់ខ្ញុំដែលទំនិញបានបញ្ចប់នៅទីនេះអ្នកទាំងអស់គ្នានៅទីនេះថ្ងៃនេះមនុស្សគ្រប់គ្នាអាចទទួលបានត្បូងពេជ្រមួយដុំផ្ញើអំណោយដើម្បីបង្ហាញការសុំទោសកំណត់ទ្រព្យត្បូងត្រូវបានរក្សាទុកអស់រយៈពេល100ឆ្នាំហើយត្បូងថ្មីអាចរកឃើញបានទេអ្នកកំពុងនិយាយអំពីកាត់របស់ខ្ញុំប្រសិនបើផលិតផលនោះខ្លាំងៗអ្នកត្រូវផលិតអ្វីបើអ្នកមានភស្តុតាងហើយចូលធ្វើវាទៅតើត្រឹមត្រូវទេខ្ញុំមិនដែលគិតថាខ្ញុំនឹងមានមួយដែររៀនប្រវត្តិសាស្ត្រពីវ៉ងឈៀវហ្គេងខ្ញុំនឹងផ្ដល់ភស្តុតាងដល់អ្នកខ្ញុំច្រណែនអ្នកខ្លាំងណាស់ការប្រមូលផ្ដុំត្បូងថ្មដ៏មានតម្លៃរបស់ប្រទេសខ្ញុំត្រូវតែទទួលបានសំណងតើធ្វើដូចម្ដេចទើបលោកឆាវខ្វាន់អាចមានប្រាក់1000លានមានរឿងអ្វីជាមួយអ្នកខ្ញុំនឹងទូរស័ព្ទទៅមេធាវីរបស់ខ្ញុំហើយខ្ញុំចង់សូមឲ្យកេរ្តិ៍ឈ្មោះនៃការប្រមូលត្បូងរបស់អ្នកត្រូវបានបំផ្លាញសូមក្រឡេកមើលខ្សែថ្មធម្មជាតិនេះវាគួរតែស្រដៀងនឹងសំបកខ្យងបន្ទាប់ពីបែកប្រសិនបើវាយភាពត្រូវបានផ្សំជាមួយថ្មយេឌីនោះសូមក្រឡេកមើលផ្ទៃផ្លាស្ទិកនេះគែមដែលខូចនៃបំណែកគឺរាបស្មើវាងាយស្រួលក្នុងការប្រាប់ថាតើវាពិតឬខ្លាំងខ្លាយវាពិតជាការពិតមែនប៉ុន្តែ user គឺបានសាកល្បងជាមួយឧបករណ៍ជំនាញតើវាមិនអាចរកឃើញដោយរបៀបណារឿងសំខាន់បំផុតសម្រាប់ប្រជាជននៃតុលាការគឺខ្ញុំទើបតែទទួលយកផលិតផលត្បូងថ្មីនេះគ្មានពេលដើម្បីតម្រៀបវាចេញទេនេះបានផ្ដល់ឱកាសឲ្យមនុស្សទាញយកប្រយោជន៍ប៉ុន្តែឈីបនេះត្រូវបានប្រើដើម្បីបញ្ឆោតយកតើឧបករណ៍នៅទីពេលធ្វើតេស្តលើថ្មប្រភេទអ្វីត្បូងពេជ្រមានជនក្បត់ម្នាក់បើអ្នកចាប់ខ្មោចបានវាជាគាត់ហើយកុំឲ្យគាត់រត់គេចខ្លួនទៅចាប់គាត់ទៅឲ្យគាត់ទៅឲ្យឆ្ងាយទៅឆាវខ្វាន់មកជួបអ្នកតើអ្នកនឹងទៅណាតើអ្វីទៅដែលផ្ដល់សិទ្ធិឲ្យអ្នកមិនទៅលេងខ្ញុំទៅព្រោះខ្ញុំស្គាល់អ្នកច្បាស់ហើយស្បែកក្តោបជេតប្រាជ្ញានិងគ្រឿងសឹកខ្សែសង្វាក់ទាំងមូលនៃការផ្ទេរការប្រាក់រួមមានខ្ញុំមិនទាន់បានស៊ើបអង្កេតមនុស្សរបស់ Wu Jing នៅឡើយទេតើអ្នកស្គាល់ខ្ញុំដោយរបៀបណាខ្ញុំមានវិធីល្អមួយប៉ុន្តែមានរឿងមួយដែលអ្នកតើវាមិនលឿនដូចខ្ញុំទេខ្ញុំបានរាយការណ៍វារួចហើយប៉ូលីសបានស៊ើបអង្កេត Khao Quen និង Wu Jie អ្នកសង្ស័យថាមានការថតវីដេអូក្លែងបន្លំនិងការក្លែងបន្លំវត្ថុបុរាណវប្បធម៌ខ្ញុំគ្រាន់តែរងចាំនិយាយជាមួយប៉ូលីសអ្នកបោកប្រាស់គាត់បានរត់គេចខ្លួនហើយបោកប្រាស់លុយខ្ញុំចេញប៉ូលីសឲ្យខ្ញុំចាប់អ្នកហើយឥឡូវនេះយើងពិតជាគួរតែពិនិត្យមើលរឿងរ៉ាវរវាងពួកយើងកាន់នេះរបស់ Rose ហើយខ្ញុំ